ខ្ញុំរៀនរងាប់អារម្មណ៍ដោយមិនខឹងខ្ញុំរៀនដើរចេញដោយមិនបានស្អប់ខ្ញុំរៀននិយាយពាក្យថាមិនអីទេដែលមិនវាបកវិញវាមិនមែនជាការងារនោះទេប៉ុន្តែវាត្រូវការភាពរឹងមាំដើម្បីរើសយកសន្តិភាពនៅខាងក្នុងវិញភាពស្ងៀមស្ងាត់នៅក្នុងសម្រែកដ៏ខ្លាំងក្លានិងភាពដែលយល់ចិត្តជាងការប្រើកំហឹងខ្ញុំដឹងថាធម៌ពលរបស់ខ្ញុំគឺមានតម្លៃពេកណាស់ទៅហើយដែលត្រូវមកខ្ជះខ្ជាយលើអ្វីមួយឬមនុស្សដែលមិនគិតអំពីតម្លៃរបស់ខ្ញុំហើយការដើរចេញរបស់ខ្ញុំមិនមែនមានន័យថាខ្ញុំខ្សោយនោះទេប៉ុន្តែវាមានន័យថាខ្ញុំរីកចម្រើនហើយវាមានន័យថាខ្ញុំបានជ្រើសរើសការពារសេចក្តីសុខសន្តិភាពផ្លូវចិត្តរបស់ខ្ញុំជំនួសឲ្យការវាបកឬវាប្រហារវិញដែលវាមិនបានជួយអ្វីដល់ខ្ញុំសោះជំនួសដោយនិយាយថាមិនអីទេមិនមែនមានន័យថាខ្ញុំយកព្រមទទួលយកគ្រប់យ៉ាងទេប៉ុន្តែវាមានន័យថាខ្ញុំបានសម្រេចចិត្តថាខ្ញុំអនុញ្ញាតឲ្យចេញទៅនៅអ្វីដែលជាខ្ញុំនិងរៀនអនុញ្ញាតឲ្យសកម្មភាពរបស់ខ្ញុំវាជាអ្នកនិយាយឬបង្ហាញចេញជាជាងពាក្យសម្ដីរបស់ខ្ញុំការដោះលែងកំហឹងរបស់ខ្ញុំដែលទាញទម្លាក់ខ្ញុំចុះហើយផ្ដោតទៅលើអ្វីដែលជាបញ្ហាពិតប្រាកដឬជាឬគល់វាគឺជាដំណើរផ្លូវដ៏វែងឆ្ងាយហើយខ្ញុំមិនល្អនោះទេប៉ុន្តែគ្រប់ជំហានដែលខ្ញុំឈានទៅនៅខាងមុខគឺការសង្កត់ចិត្តនិងទទួលយកវាធ្វើឲ្យខ្ញុំមានពន្លឺឡើងហើយនឹងសេរីភាពច្រើនជាងមុន